ក៏តែគេល្បីថាមានខ្មោចលងខ្លាំងបំផុតមួយនៅលើពិភពលោកដែលវាមានឈ្មោះថា Phobia កាលពីឆ្នាំ1348មានជំងឺរាតត្បាតមួយដែលវាមានឈ្មោះថា Popenic នៅក្នុងទីក្រុង Venice ដែលធ្វើឲ្យមនុស្សម្នាក់ក្នុងចំណោម3នាក់ត្រូវបានស្លាប់មិនត្រឹមតែទីក្រុង Venice មួយទេហើយទីក្រុងផ្សេងៗទៀតក៏ដូចគ្នាដែរកាលនោះកោះតូចៗជាច្រើនទៅត្រូវបានគេយកទៅដាក់អ្នកជំងឺដែលឆ្លងរោគរាតត្បាតនោះហើយកោះ Phobia ក៏ត្រូវបានគេយកទៅប្រើប្រាស់ដូចជាកោះឯទៀតដែរមនុស្សដែលដាក់នៅទីនោះភាគច្រើនគឺគេបាននិយាយថាគ្មានអីក្រៅពីរងចាំសេចក្តីស្លាប់នោះទេហើយគេបានប្រមាណថាមនុស្សប្រមាណជាង100,000នាក់បានស្លាប់នៅលើកោះនោះដោយសារតែជំងឺរាតត្បាតនេះរហូតទៅដល់ឆ្នាំ1922គេក៏បានកែប្រែកោះមួយនោះឲ្យក្លាយទៅជាមណ្ឌលឬក៏មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺវិកលចរិតហើយការព្យាបាលនៅក្នុងមន្ទីរពេទ្យនោះគេបាននិយាយថាជាការព្យាបាលបែបរោគចិត្តឬក៏ការធ្វើទរណកម្មផ្សេងៗទៅដល់អ្នកជំងឺយ៉ាងព្រៃផ្សៃរហូតដល់លេខព័ត៌មានមកថានៅលើកោះនោះគឺមានខ្មោចលងពិតប្រាកដមែនហើយអ្នកដែលបានទៅទីនោះនិងអ្នកដែលរស់នៅក្បែរនោះក៏បាននិយាយដូចគ្នាដែរសប្តាហ៍ថ្ងៃ Phobia ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលប្រទេសអ៊ីតាលីនៅក្នុងការចូលទៅកាន់កោះមួយនោះ